ចាស់ជំរាបសួរអ្នកទាំងអស់គ្នាខែមីនាគឺជារដូវផ្ការីកហើយថា Spring នៅរដ្ឋចាចាហើយក៏ជារដូវនៃការដាំដុះបន្លែផ្លែឈើឬក៏ការថែសួនដាំផ្កាឡើងវិញផងដែរហើយនៅសួនស្មៅនៅខាងមុខផ្ទះនាងខ្ញុំគឺមានដុះស្មៅផ្ដេសផ្ដាស់យ៉ាងច្រើនដែលនាងខ្ញុំត្រូវតែសម្អាតចេញដើម្បីឲ្យស្មៅដុះមកក្រោយគឺស្អាតល្អចាស់នាងខ្ញុំនឹកឃើញដល់ជីដូនរបស់នាងខ្ញុំដែលគាត់ចូលចិត្តដកស្មៅនិងសម្អាតបរិវេណជុំវិញផ្ទះរបស់គាត់គឺការដកស្មៅនេះគឺធ្វើឲ្យយើងរីករាយម្យ៉ាងដែរហើយក៏ជាការបំបត្តិការអផ្សុកនិងបន្លប់អារម្មណ៍ប្រចាំថ្ងៃពីការងារដែលយើងត្រូវធ្វើផងដែរហើយពិសេសទៀតនោះគឺធ្វើការងារនេះជាមួយនឹងមនុស្សដែលយើងស្រឡាញ់ដូចនៅក្នុងវីដេអូនេះគឺនាងខ្ញុំមានជំនួយការជួយយកស្មៅទៅបោះចោលតូចមួយដែលចាំជួយយកស្មៅដែលនាងខ្ញុំដកហើយយកទៅបោះចោលឲ្យតែអ្នកទាំងអស់គ្នាចូលចិត្តការដាំបន្លែនិងការថែសួនដែរឬទេចា៎ខ្ញុំជឿជាក់ថាសកម្មភាពទាំងនេះផ្ដល់ភាពរីករាយដល់យើងនៅពេលដែលផ្កាដែលយើងដាំចេញផ្កាបន្លែដែលយើងដាំចេញផ្លែទោះបីជាតិចតួចក៏ដោយក៏យើងមានអារម្មណ៍រីករាយដែរតែអ្នកទាំងអស់គ្នាគិតយ៉ាងដូច្នេះដែរឬទេសូមអរគុណដែលបានទស្សនាវីដេអូនេះរហូតដល់ចប់